ផ្លែឈើរុក្ខជាតិមើមរុក្ខជាតិមួយចំនួនគឺជាឱសថគឺជាថ្នាំដើម្បីកែរោគឬក៏ដើម្បីជួយទៅដល់ប្រព័ន្ធរាងកាយដើម្បីជួយដល់សុខភាពរបស់យើងខ្ញុំឧទាហរណ៍ថាផ្លែប៉ោមផ្លែស្វាយផ្លែឈើរីផ្លែគីវីមើមយិនសិនមើមខ្ជាយមើមខ្ញីខ្មៅជាដើមឡាក់ប្រសិនបើរបស់ទាំងអស់នេះគឺជារបស់ធម្មជាតិដូចគ្នាប៉ុន្តែកម្រិតនៃវីតាមីនប្រូតេអ៊ីនកម្រិតនៃសារធាតុសកម្មរបស់វាគឺខុសគ្នាមិនមែនអត់ខ្ញុំឧទាហរណ៍ថាក្នុងចំណោមនឹងខ្ញីខ្មៅគឺជាមើមរុក្ខជាតិដែលមានគុណប្រយោជន៍ខ្ពស់លើសគេតើបងប្អូននឹងជ្រើសរើសយករបស់មួយណាធម្មជាតិដូចគ្នាប៉ុន្តែកម្រិតនៃការជួយខ្ញីខ្មៅគឺល្អជាងគេតើបងប្អូននឹងជ្រើសយកមួយណាប្រកាសជាជ្រើសយកខ្ញីខ្មៅឯមែនទេហើយខ្ញីខ្មៅហ្នឹងគេអត់បានយកវាមកទាំងដុលទេដូចផ្លែប៉ោមយើងខាំញ៉ាំទាំងដុលទេគេចម្រាញ់ញែករហូតដល់10ដងទៅទៀតយកតែសារធាតុសកម្មណាដែលមានប្រយោជន៍មកទីជាតិពុលឬក៏អ្វីដែលគ្មានប្រយោជន៍គេដកចេញអស់ហើយតើបងប្អូនគិតមិនខ្មិចឡើយកាន់តែជ្រើសរើសឲ្យមែនអត់បងប្អូនអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថាក្នុងពេលឥឡូវនេះមើមខ្ញីខ្មៅគឺជារបស់មួយគឺជាមើមរុក្ខជាតិមួយដែលមានគុណប្រយោជន៍ខ្ពស់នេះគឺជាការសិក្សាស្រាវជ្រាវរបស់ក្រុមវិទ្យាសាស្ត្រមួយក្រុមដែលមានឈ្មោះថា Kaempferia parviflora ហើយគេបានយកមើមខ្ញីខ្មៅនោះមកចម្រាញ់ញែក10ដងទៅទៀតបងប្អូនសាកគិតទៅមើលថាតើវាជួយទៅដល់យើងច្រើនកម្រិតណាបើនិយាយអំពីតម្លៃគឺសមរម្យមែនទែនបងប្អូនជួយសុខភាពច្រើនតម្លៃធូរសមរម្យមែនទែនតែបងប្អូននឹងជ្រើសរើសយករបស់មួយណា